នៅថ្ងៃទី1ខែកក្កដាឆ្នាំ2026នៅសាលមហោស្រពកោះពេជ្រអាយុដំបណ្ឌិតចៃបូរិនរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាបានអញ្ជើញជាអធិបតីនៅក្នុងទិវាអធិដ្ឋានគ្រឹះបរិស័ទកម្ពុជាឆ្នាំ2026នៅក្នុងឱកាសនោះអាយុដំបណ្ឌិតចៃបូរិនបានវាតម្លៃខ្ពស់ចំពោះគណៈកម្មការរៀបចំកម្មវិធីដែលបានបង្កើតកាលានុវត្តភាពដ៏ល្អប្រសើរសម្រាប់គ្រឹះបរិស័ទនៅក្នុងការជួបជុំប្រស័យទាក់ទងគ្នាពង្រឹងសាមគ្គីភាពនិងរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាដើម្បីរក្សានូវសុខសន្តិភាពនិងស្ថិរភាពសង្គមព្រមទាំងបានគូបញ្ជាក់ថាទិវាអធិដ្ឋានគ្រឹះបរិស័ទកម្ពុជាឆ្នាំ2026មិនត្រឹមតែជាការជួបជុំដើម្បីអធិដ្ឋានព្រះគុណព្រះយេស៊ូវគ្រីស្ទប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាទិវាដែលគ្រឹះបរិស័ទទូទាំងប្រទេសបានចូលរួមអធិដ្ឋានសូមសេចក្តីសុខដល់ប្រទេសជាតិនិងចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចរក្សាបាននូវសាមគ្គីភាពព្រមទាំងសុខដុមនីយកម្មជាតិសាសន៍និងសាសនានៅកម្ពុជាដែលសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានខិតខំកសាងនិងថែរក្សាយ៉ាងយកចិត្តទុកដាក់ហើយបានបន្តការពារពង្រឹងនិងអភិវឌ្ឍឥតឈប់ឈរដោយរាជរដ្ឋាភិបាលនីតិកាលទី7នៃរដ្ឋសភាក្រោមការដឹកនាំប្រកបដោយភាពប្រកបនិយមរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងការបង្ហាញឲ្យឃើញនូវការរីកចម្រើនរបស់ជំនឿគ្រឹះសាសនានៅកម្ពុជាដើម្បីចូលរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្មវិស័យគ្រឹះសាសនានៅកម្ពុជាតាមរយៈការទប់ស្កាត់កាត់បន្ថយនិងលុបបំបាត់រាល់អំពើបាបអកុសលទាំងពួងនៅក្នុងសង្គមសម្ដៅរក្សាបាននូវសុខសន្តិភាពស្ថិរភាពសន្តិសុខសុវត្ថិភាពដ៏ពេញលេញទាំងផ្លូវកាយផ្លូវចិត្តក្នុងគោលដៅរួមចំណែកដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិឲ្យមានការរីកចម្រើនរុងរឿងជានិច្ចនិរន្តរ៍តរៀងទៅឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានរំលេចអំពីទូនាទីយ៉ាងសំខាន់នៅក្នុងវិស័យសាសនានៅក្នុងការអប់រំសិលធម៌គុណធម៌និងការបណ្ដុះមនសិការស្រឡាញ់ជាតិសាមគ្គីភាពនិងការគោរពស្រឡាញ់ដែលស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលនិងបានកត់សរសើរចំពោះសកម្មភាពមនុស្សធម៌និងកិច្ចសហការរបស់គ្រឹះបរិស័ទកម្ពុជានៅក្នុងការជួយសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានានិងការចូលរួមចំណែកទប់ស្កាត់បញ្ហាប្រឈមក្នុងសង្គមដែលមានដូចជាគ្រឿងញៀននិងអំពើជួញដូរមនុស្សជាដើមដែលបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងរវាងសាសនាចក្រនិងអាណាចក្រតែងតែផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួតដើរទៅមុខទន្ទឹមគ្នានៅក្នុងលបឿនស្មើគ្នានៅគ្រប់កលៈទេសៈគ្រប់ដំណាក់កាលនៃការដោះស្រាយបញ្ហានិងការអភិវឌ្ឍប្រទេសជាតិព្រោះសាសនាចក្របម្រើដល់ការអភិវឌ្ឍខាងស្មារតីដែលជួយគាំទ្រដល់អាណាចក្រធានាសម្រេចបាននូវការអភិវឌ្ឍលើគ្រប់វិស័យប្រកបដោយគុណភាពនិងនិរន្តរភាពឆ្លៀតក្នុងឱកាសនេះដែរអាយុដំបណ្ឌិតរដ្ឋមន្ត្រីតាំងនាមឲ្យថ្នាក់ដឹកនាំមន្ត្រីរាជការនៃក្រសួងធម្មការនិងសាសនាព្រមទាំងបរិស័ទគ្រប់និកាយសាសនាសូមគាំទ្រយ៉ាងពេញទំហឹងចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាលកម្ពុជានៅក្នុងការប្រើប្រាស់យន្តការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្ដីពីនីតិសមុទ្រ UNCLOS បន្ទាប់ពីការដកខ្លួនរបស់ភាគីថៃពីអនុសារណៈនៃការយោគយល់គ្នាឆ្នាំ2001ដែលជាមូលដ្ឋានគតិយុត្តតែមួយគត់សម្រាប់ការចរចាទ្វេភាគីស្វែងរកដំណោះស្រាយដោយសន្តិវិធីលើការទាមទារដែនសមុទ្រត្រួតស៊ីគ្នារវាងប្រទេសទាំងពីរការអនុវត្តយន្តការផ្សះផ្សាដោយបង្ខំនេះគឺជាជំហានស្របច្បាប់ប្រកបដោយសុឆន្ទៈនិងការទទួលខុសត្រូវខ្ពស់នៅក្នុងការបន្តស្វែងរកដំណោះស្រាយដោយសន្តិវិធីនិងយុត្តិធម៌នៅចំពោះមុខអន្តរជាតិប្រកបដោយក្របខ័ណ្ឌទ្វេភាគីនៅក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធីរវាងប្រទេសទាំងពីរត្រូវបានប្រើប្រាស់អស់លទ្ធភាពឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីក៏បានផ្ដល់នូវអនុសាសន៍មួយចំនួនបន្ថែមដូចខាងក្រោម 1. សូមថ្នាក់ដឹកនាំនិងគ្រឹះបរិស័ទទាំងអស់ត្រូវសហការគ្នាសាមគ្គីគ្នាមានភាពផ្ទៃក្នុងតែមួយនៅក្នុងសង្គមគ្រឹះបរិស័ទនឹងត្រូវមានទំនាក់ទំនងល្អជាមួយសហគមន៍សាសនាដទៃទៀតទាំងក្នុងថ្នាក់ជាតិនិងអន្តរជាតិដោយឈរទៅលើគោលការណ៍នៃសុខដុមនីយកម្មសាសនា 2. រៀបចំឲ្យមានរចនាសម្ព័ន្ធដឹកនាំឬតំណាងច្បាស់លាស់នៅក្នុងជំនឿគ្រឹះបរិស័ទនៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយសហការជាមួយនឹងក្រសួងធម្មការនិងសាសនា 3. បង្កើតសកម្មភាពនៅក្នុងសង្គមឲ្យបានទូលំទូលាយតាមរយៈសកម្មភាពមនុស្សធម៌ការអប់រំការអភិវឌ្ឍនិងសកម្មភាពសាសនានានាដោយប្រកាន់ភ្ជាប់នូវគោលការណ៍នៃជំនឿនិងព្រះនាមព្រះយេស៊ូវគ្រីស្ទពិតប្រាកដជាទីបញ្ចប់ឯកឧត្តមបណ្ឌិតរដ្ឋមន្ត្រីបានជូនពរដល់ឯកឧត្តមលោកជំទាវលោកអ្នកអង្គញា
លោកស្រីជាព្រឹទ្ធបូជាចារគ្រូគង្វាថ្នាក់ដឹកនាំនិងគ្រឹះបរិស័ទគ្រប់រូបព្រមទាំងភ្ញៀវកិត្តិយសជាតិអន្តរជាតិទាំងអស់សូមជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើននិងសុខភាពល្អបរិបូរណ៍ជានិច្ចនិរន្តរ៍តរៀងទៅ